Nha, vẽ muốn như mang sắp xa Africa bao chục cuộc thì bà chị đi cho thấy có toàn nít thì dương chắc đào ca tiệp tròn bùng đại dương ban với thật quanh với đại dương ban về là sai chấn quanh được óc là sai dương thử của mộ biết vô máu đầm bay cho được nóng thì bà chị đi chấn đỡ dương cho từ thành một cung bao nhiêu sân để xa cung một nhómគឺអានេះជាក់ស្ដែងគឺខ្ញុំធ្វើការនៅការងារនៅហកសម័យតែព័ន្ធជាមួយការងារចាក់ដីចាក់ពេញចឹងណានេះភាសាករណីរបស់ខ្ញុំគឺខ្ញុំបានសរវេហើយអីចឹងហើយគឺអាចចូលករណីហ្នឹងទៅរៀនធ្វើដើម្បីចាក់យកពលាដីដែលខ្ញុំចង់បានចឹងឥឡូវនេះភាសារបស់យើងត្រូវ follow up ទៅតាមveracity ចឹងហើយ veracity របស់យើងគឺរបស់វាគឺ point n ở set code អញ្ចឹងដោយសារនេះវា load code នៅកណ្ដាលអញ្ចឹងយើង copy យើងខាត់មកវាមកយកវាដាក់ទៅខាងមកអញ្ចឹងហើយយើងផាសវាទៅហើយអានេះយើងលុបវាចោលទៅអញ្ចឹងយើង set up វាមកយើងអាច set up វាដាក់ទៅលើទីតាំងណាមួយដែលយើងក្នុងពេលយើងធ្វើការរកយើងអាចរកវាឃើញអញ្ចឹងហើយឥឡូវនេះយើងបើយើងតើបានមានអីអញ្ចឹងទី1យើងត្រូវadd ពងចូល add ករណីដែលយើងបានធ្វើវាមិញនេះគឺយើង add វាចូលទៅក្នុងយើងអាចចូលទៅthếនៅក្នុង insert នេះអាហ្នឹងហើយវានឹងចេញទាំងប៉ុណ្ណេះមកឲ្យយើងអញ្ចឹងយើងអាចរើសមកវាទី1នេះ file name នេះយើងត្រូវរើសរកទីតាំងដែលយើងបាន save ទុកនឹងភាសារបស់ខ្ញុំវិញខ្ញុំអាច save ទុកនៅ desktop យើងអីនេះST60 ម៉ែត្រនេះអញ្ចឹងហើយខ្ញុំឃើញរបស់វាអូខេsave វាអត់ចេញចាប់តិចអញ្ចឹងឥឡូវយើងចូលផាត់ថ្មីយើងចូលទៅក្នុងអាជ្ញាបូកទៅយើងរើសអាតាហ្នឹងមកដោយសារ file របស់យើងគឺយើងយករបស់វាគឺ file ហ្នឹងគឺជា CSV ដើម្បីបញ្ចូលនៅក្នុង file CD របស់យើងណាអញ្ចឹងហើយនេះយើងមានប៉ុណ្ណឹងយើង add វាចូលមកហើយយើង open វាមក open អូខេវា green នេះគឺវាអាចវាចូលហើយអញ្ចឹងមួយទៀតនេះទីតាក្រោមនេះគឺយើងរើសភាសារបស់យើងនេះយើងអាចរើស point n set code ភាសារបស់យើងវិញយើងតែតារបស់យើងគឺយើងដាក់ point n set code អញ្ចឹងយើងរើសវាមកហើយរបស់វាគឺ gamma limited យើងរើសនឹងមកហើយនេះយើងពងយើងគឺមានទាំងអស់nàyខ្ញុំមើលវា point n set code នេះ code របស់វាអញ្ចឹងយើងគ្រីសអានេះដើម្បីរើសយើងរើសយក existing អញ្ចឹងយើងវាទាំងអស់ហ្នឹងមកយើងអូខេមកដល់ពេលដែលយើងអូខេវាមកហើយនេះវាអត់ចេញអីទេអញ្ចឹងយើងត្រូវបាយ comment set អញ្ចឹងវាស៊ូមកវាចូលវាឲ្យយើងឃើញនេះទីតាំងអូខេអញ្ចឹងវាទាំងអស់នេះហ្នឹងយើង add ពងបានប៉ុណ្ណឹងហើយឃើញពងរបស់យើងអញ្ចឹងយើងអាចដូរ scale ទៅឲ្យយើងតូចតិចទៅស្មុកមើលអញ្ចឹងអូខេតូចនេះប៉ុណ្នេះអញ្ចឹងឥឡូវនេះយើង add បានប៉ុណ្ណេះហើយអូខេឥឡូវយើងមើលរបស់វាអូខេមើលរបស់វាទៅនេះធំនេះគឺ TVM អញ្ចឹងដោយសារយើងសវ័យយើងត្រូវមាន BM សម្រាប់តែយើងពេលដែលយើងត្រូវការសវ័យអីពេលក្រោយយើងមាន BM របស់យើងអាចឆែកនឹង BM របស់យើង TVM នេះគឺ Memory Benchmark ហើយករណីរបស់វាមាន NR Innovation ហើយនឹង factor របស់វា scale factor របស់យើងដោយសារ DGVS របស់យើងគឺ0.99 96 ចឹងហើយយើងវាអត់បាន1ទេប៉ុន្តែ 0.9996 គឺវាសឹងតែ6ហើយប៉ុន្តែប្រាប់ DGVS គឺវាអត់បាន1ទេចឹងនេះហើយ TVM នេះគឺ Memory Benchmark ចឹងអានេះខ្ញុំដាក់ទីតាំងត្រឹមមួយដើម្បីដល់ពេលក្រោយត្រូវការអីទំព័រទៅអីខ្ញុំមានBM នេះដើម្បីធ្វើជា run ធ្វើវាទៅទីតាំងហ្នឹងចឹងណាចឹងអូខេឥឡូវនេះខ្ញុំបើប៉ុណ្្នឹង